សូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាទីគោរពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបដិយុត្តមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលមន្ត្រីរដ្ឋបាលជាទីគោរពនិងសូមគោរពដល់អង្គប្រជុំទាំងមូលជាទីស្នេហាក្នុងព្រះនាមព្រះអង្គម្ចាស់នរោត្តមចក្រពុទ្ធព្រះអង្គប្រតិភិនព្រះរាជបន្ទូលដាំសុខទុក្ខចំពោះសម្ដេចមហាបវរធិបតីជាទីគោរពហើយក្នុងរយៈពេល6ខែកន្លងមកនេះប្រតិភូយើងខ្ញុំសូមគាំទ្រទាំងអង្គទាំងស្រុងចំពោះយន្តការវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះប្រទេសជិតខាងដែលចង់ឈ្លានពានបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាហើយប្រតិភូយើងខ្ញុំក៏សូមបួងសួងដល់បុព្វបុរសរបស់ខ្មែរជួយការពារជួយជាកម្លាំងដ៏ទ័ពជួរមុខដែលក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុង6ខែកន្លងមកនេះសម្ដេចប្រតិភូយើងខ្ញុំបានចុះទៅមូលដ្ឋានហើយក៏បានធ្វើការក៏បានទៅសេទស្សនៈទានជាច្រើនទៅប្រមុខរាជរដ្ឋាភិបាលហើយក៏បានធ្វើការជាមួយនឹងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិយើងក៏សង្កេតឃើញមានទស្សនៈទានមួយចំនួនជូនប្រមុខរាជរដ្ឋាភិបាលទី1តកតងនឹងវិស័យអប់រំសម្ដេចហើយខ្ញុំឃើញកន្លែងនេះមួយក៏ចង់ឲ្យរដ្ឋាភិបាលជួយគិតគូរទី1តកតងនឹងមូលដ្ឋាននិងសាលាមត្តេយ្យសម្ដេចពីព្រោះសាលាមត្តេយ្យនេះបើយើងគិតថាក្មេងដែលមានការបដាស់បដាពីមត្តេយ្យនិងបឋមទុសាជារឿងមួយសំខាន់នៅពេលដែលគាត់ធំហើយថ្នាក់ទី12យើងទៅរឹតគាត់ពិបាកនឹងការបើសិនជាយើងបង្កើតសាលាមត្តេយ្យច្រើននៅមូលដ្ឋានទី1ជួយកែតម្រង់បើសិនជាសាលាមត្តេយ្យល្អជួយកែតម្រង់ក្មេងជំនាន់ក្រោយរបស់យើងដើរលើផ្លូវល្អងាយស្រួលទី2ក៏ជួយកាត់បន្ថយភាពក្រីក្រដែរព្រោះខ្ញុំឃើញចាស់មែនតើគាត់មើលចៅហើយរបៀបរបបគាត់នៅមើលចៅមើលក្មួយមើលកូនហ្នឹងវាដូចជាមិនសមប្រកបដោយសារគាត់នៅបរិយាកាសខុសពីយើងគិតថាបើមានមត្តេយ្យច្រើននៅមូលដ្ឋានវាពិតជាជួយដល់ប្រជាពលរដ្ឋខ្មែរហើយក៏ដល់គុណខ្មែរដែរសម្ដេចទី2តកតងនឹងយើងឃើញមួយរយៈនេះខ្ញុំចុះទៅមូលដ្ឋានឃើញថាប្រទេសជាតិកំពុងតែមានបញ្ហាប៉ុន្តែខ្ញុំចង់ឲ្យប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការជីករ៉ែខុសច្បាប់ជាពិសេសនៅភូមិភាគឦសានសម្ដេចការជីករ៉ែនេះប្រតិភូយើងខ្ញុំមិនជំទាស់ទេតែបើច្បាប់មានច្បាប់ជួយបង់ពន្ធចូលរដ្ឋដើម្បីជាប្រភពចំណូលខ្ញុំឃើញមានការបូមយករ៉ែខុសច្បាប់ទ្រង់ទ្រាយធំនៅភូមិភាគឦសានចឹងសូមសម្ដេចមេត្តាជ្រាបហើយមួយទៀតព័ត៌មានថ្មីនៅប្រទេសសៀមដែលជាការប្រួយបារម្ភរបស់ប្រតិភូដែរសម្ដេចតកតងទៅនឹង scamming ហើយខ្ញុំបារម្ភថាវាអាចនឹងជ្រៀតចូលមកប្រទេសខ្មែរហើយ scamming នេះវាមានរូបភាពច្រើនប៉ុន្តែខ្ញុំឃើញរូបភាពមួយវាប៉ះពាល់ដល់យុវជនរបស់យើងគឺគេបង្កើតជាការងារមានថាគេបង្កើតជាក្រុមហ៊ុនមួយឲ្យក្មេងឆ្លាតចូលធ្វើការហើយរឿងនោះកើតនៅប្រទេសជិតខាងយើងចូលកសែតលក់ម្ដងក្រុមហ៊ុនមានថាទៅ trip នៅក្រៅប្រទេសមួយទៅ trip នៅប្រទេសណាមួយនៅអាស៊ីយើងហើយលក់ម្ដងហើយគេបិទក្រុមហ៊ុននឹងចោលហើយយើងបាត់មកអត់ដឹងខ្លួនសម្ដេចនេះជាការព្រួយបារម្ភចំពោះនិស្សិតបញ្ញវន្តយើងប្រកែហើយបើសិនជាអានឹងវាហូរចូលមកដល់ខ្មែរយើងជាក្តីបារម្ភតែប្រតិភូខ្ញុំមើលឃើញសូមសម្ដេចនិងប្រមុខរដ្ឋាភិបាលជួយទប់ស្កាត់ទៅលើបញ្ហានេះហើយអ្វីដែលខ្ញុំឃើញនីតិកាលទី7នៃរដ្ឋសភាដែលក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលខ្ញុំគិតឃើញថាមន្ត្រីថ្នាក់ជាតិពិតជាខិតខំប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំដុតដៃដុតជើងលឿនមែនទែនប៉ុន្តែបញ្ហាមួយដែលខ្ញុំមើលឃើញគឺបញ្ហាការអនុវត្តរបស់អ្នកដែលទទួលបញ្ជាទៅអនុវត្តមានភាពឆក់រវែងមានភាពលោភលន់កន្លែងខ្លះសម្ដេចហើយក៏មានការពំនាំពីប្រជាពលរដ្ឋដែរពេលដែលមានចំណាពីសម្ដេចតកតងនឹងទំនាស់ដីធ្លីមួយខ្ញុំបានទៅសេសម្ដេចក៏បានចារហើយទៅដល់ក្រសួងដែនដីហើយក្រសួងដែនដីចាត់ការលឿនមែនទែនមួយថ្ងៃហៅប្រជាពលរដ្ឋទៅសួរនាំដូចជាយុទ្ធទុកដាក់ប៉ុន្តែបញ្ហាមួយនៅពេលដែលគាត់ចុះទៅដល់មូលដ្ឋានទូរស័ព្ទ
ឲ្យតាមមនុស្សស្រីលើកតែអត់លើកបញ្ហាសំខាន់ត្រង់ហ្នឹងរយៈពេល6ខែអត់មានដំណឹងបញ្ហាខាងលើខំប្រឹងប៉ុន្តែខាងក្រោមពេលអនុវត្តនៅពេលដែលទៅដល់ហ្នឹងមិនដឹងថាយ៉ាងម៉េចហើយទីប្រឹក្សានោះរបស់ក្រសួងមានមួយឈ្មោះយ៉ាសាដេតហើយនៅអ៊ូសេរីជួបតែមនុស្សស្រីមូលហេតុអីបានទូរស័ព្ទគាត់ទៅជួបមនុស្សស្រីដែលទូរស័ព្ទគាត់ដដែលតាក់ទងមកប្រជាពលរដ្ឋនេះខ្ញុំចង់ពំនាំមួយនៃការអនុវត្តរបស់ប្រមុខរដ្ឋាភិបាលមន្ត្រីថ្នាក់ក្រោមដែលទទួលបញ្ជាសូមក្រសួងជួយពិនិត្យមើលឬក៏មានប្រព័ន្ធតាមដានឲ្យបានជាក់លាក់កុំឲ្យគាត់អនុវត្តទៅវាខុសពីគោលបំណងរបស់ប្រមុខរដ្ឋាភិបាលចង់ជួយប្រជាពលរដ្ឋចង់ជួយសេដ្ឋកិច្ចចង់ជួយបញ្ហាវាទៅជាបង្កើតបញ្ហាលើដើមជាចុងក្រោយខ្ញុំប្រធានបទភូព្រះអង្គច័ន្ទលោកណាងព្រះអង្គច័ន្ទនរោត្តមចក្រវត្តសូមបួងសួងដល់ទេវតានិងវត្ថុស័ក្តិសិទ្ធិជួយប្រោះទានពុទ្ធពរទាំង4ប្រការជូនសម្ដេចអាយុវណ្ណៈនិងសុខៈពលៈកុំបីគ្មានព្រះបាទសូមអរគុណ